ពូវេកបងប្រុសភីងធូកំពុងធ្វើរឿងអាក្រក់ម្ដងទៀតហើយបានជីកផ្លូវចូលទៅក្នុងផ្ទះរបស់កណ្ដុរខ្សាច់ទោះជាយ៉ាងណាក៏ដោយអ្វីដែលស្វាគមន៍គាត់មិនមែនជាដំឡូងបារាំងបំពងដ៏ឈ្ងុយឆ្ងាញ់នោះទេប៉ុន្តែជាពូវេកដែលមានពីរខ្លាំងការញ៉ាំដំឡូងបារាំងបំពងបានคล้ายជាការញ៉ាំចង្កានហើរជាលទ្ធផលគាត់ថែមទាំងត្រូវពូវេកខំមួយខំទៀតផងនៅក្នុងមុងដងងឹតនិងបត់បែនក្រោមដីរស់នៅសត្វធនិកសត្វរស់នៅជុំគ្នាដែលចម្លែកបំផុតនៅក្នុងធម្មជាតិគឺកណ្ដុរគ្មានរោមពួកវាមិនមានរោមនៅលើដងខ្លួនរបស់ពួកគេទាល់តែសោះហើយធ្មេញខាងមុខរបស់ពួកគេដែលជានិមិត្តសញ្ញាគឺលេចចេញមកខាងក្រៅពួកវាពឹងផ្អែកលើនឹងដើមរុក្ខជាតិក្រោមដីដើម្បីរក្សាការរស់រានមានជីវិតនៃក្រុមទាំងមូលកណ្ដុរគ្មានរោមមានប្រព័ន្ធសង្គមដ៏ពិសេសមួយដែលត្រូវបានដឹកនាំដោយមហាក្សត្រីកណ្ដុរតែម្នាក់គត់កណ្ដុរផ្សេងទៀតចំណាយពេលពេញមួយថ្ងៃជីកងស្វែងរកអាហារនិងការពាររូងរាងកាយដែលមើលទៅខ្សោយនិងមិនគួរឲ្យកត់សម្គាល់បានវិវត្តនៅសមត្ថភាពជាច្រើនដែលប្រឆាំងនឹងការយល់ដឹងអាចទ្រាំទ្រនឹងបរិយាកាសក្រោមដីដែលខ្វះអុកស៊ីសែនខ្លាំងមានការយល់ដឹងខ្សោយចំពោះការឈឺចាប់និងការរំញោចខ្លះនិងមានលក្ខណៈប្រឆាំងមហារីកយ៉ាងខ្លាំងដើម្បីទប់ទល់នឹងសត្រូវធម្មជាតិកណ្ដុរគ្មានរោមបានបង្កើតបណ្ដាញយុងដែលឆ្លងកាត់គ្នាទៅវិញទៅមកនៅក្រោមដីដែលមើលទៅដូចជាមេឃផ្លូវក្រោមដីដែលឆ្លងកាត់គ្នាទៅវិញទៅមកគឺជាផ្លូវរកចំណីនិងជាផ្លូវគេចខ្លួនក្នុងពេលមានអាសន្នទោះបីជាពូវេកដែលជំនាញក្នុងការតាមដានគោលដៅបានចូលទៅក្នុងរូងក៏ដោយវានឹងបាត់បង់ទីដៅយ៉ាងងាយស្រួលនៅក្នុងងងដែលស្មុគស្មាញនិងច្របូកច្របល់វាដូចជារុយគ្មានក្បាលដែលបុកទៅគ្រប់ហើយវាពិបាកក្នុងការចាប់យកគោលដៅដោយរលូនប៉ុន្តែអ្នកប្រមាញ់ដែលចូលទៅក្នុងមេសក្រោមដីនេះមិនត្រឹមតែជាពូវេកនោះទេបងប្រុសភីងធូដែលត្រូវបានគេស្គាល់ថាជា Dios of the Wild បានតាមដានក្លិនហើយសំដៅទៅលើរូងរបស់កណ្ដុរគ្មានរោម Honey Badgers មិនសូវល្អក្នុងការជីកដីក្នុងរយៈពេលយូរនោះទេពុំតូចចង្អៀតនឹងកំណត់សកម្មភាពរបស់វាប៉ុន្តែក្រញាំមុខដែលពុតនិងស្រួចមានសមត្ថភាពជីកយ៉ាងខ្លាំងរំញ័រដីបន្តត្រូវបានបញ្ជូនពីលើដីកណ្ដុរគ្មានរោមនៅក្នុងរូងបានយល់ដឹងពីគ្រោះថ្នាក់យ៉ាងច្បាស់ហើយពួកវាមានការភ័យខ្លាចចម្ដងមួយសូម្បីតែអាហារនៅក្នុងមាត់ក៏មិនអាចញ៉ាំដោយស្ងប់ស្ងាត់ដែរហើយការគេចចេញបានคล้ายជាជម្រើសដំបូងដោយសារសមត្ថភាពជីកដ៏ខ្លាំងរបស់វាបងប្រុសភីងធូបានបើកផ្លូវយ៉ាងលឿនហើយបានចូលទៅក្នុងដីដោយរលូនវាពោពេញដោយភាពចៃដន្យនៅកាច់ជ្រុងនេវគាត់បានជួបប្រទះមុខគ្នានឹងពស់វែកដែលបានមករកកណ្ដុរគ្មានរោមអ្នកទាំងពីរសុទ្ធតែជាអ្នកប្រមាញ់ដែលមានចរិតខូចខើហើយពួកគេបានជួបគ្នាដោយចៃដន្យនៅលើផ្លូវតូចចង្អៀតហើយគ្មាននរណាម្នាក់សុខចិត្តដកថយមុននោះទេការប្រយុទ្ធគ្នាយ៉ាងធំមួយបានផ្ទុះឡើងភ្លាមបន្ទាប់ប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញមួយរយៈបងប្រុសភីងធូបានវាយបណ្ដេញពស់វែកដោយជោគជ័យក្នុង